បាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំមានពាក្យមួយឃ្លាមុននឹងចូលទៅប្រធានបទរបស់យើងនៅថ្ងៃនេះគឺសុខភាពអាស្រ័យទៅលើការហូបចុកហើយការហូបចុកវាជាឱសថរបស់បងប្អូនសូមសំណាងល្អខ្ញុំគិតថាខ្ញុំមិនដែលបានចែកចាយទេពីមុនមកនេះគឺជាវីដេអូទី1ហើយដែលខ្ញុំធ្វើការចែកចាយហើយខ្ញុំគិតថាការចែកចាយគឺវាល្អសម្រាប់យើងទាំងអស់គ្នាវាមានសារៈសំខាន់ទាំងខ្ញុំក៏មានសារៈសំខាន់ទាំងបងប្អូនដែរអញ្ចឹងប្រធានបទយើងថ្ងៃនេះគឺខ្ញុំចង់ចែកចាយអំពីការគិតវិជ្ជមានគិតវិជ្ជមានអ្នកនឹងមានភាពវិជ្ជមានបើអ្នកគិតអវិជ្ជមាននោះជីវិតអ្នកក៏អវិជ្ជមានដែរពេលដែលយើងចាប់ផ្ដើមគិតវិជ្ជមានគឺយើងនឹងចាប់ផ្ដើមការផ្លាស់ប្ដូរជីវិតរបស់យើងផងដែរមិនមែនព្រោះបញ្ហាបាត់ទៅទេប៉ុន្តែព្រោះយើងរៀនមើលវាដោយចិត្តស្រួលនិងសុគតិនិយមប្រកបក្នុងចិត្តណាអញ្ចឹងយើងមាន4ចំណុចសំខាន់នៅក្នុងការគិតវិជ្ជមានហ្នឹងទី1យើងចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងស្នាមញញឹមណាបងប្អូនទី2ត្រូវចេះអរគុណចំពោះអ្វីតូចនៅក្នុងជីវិតរបស់បងប្អូនទី3គួរចេះនិយាយពាក្យល្អមកដាក់ខ្លួនឯងណាទី4ត្រូវជឿថាអ្វីអាចប្រសើរឡើងបានប្រសិនបើយើងមិនបោះបង់វាចោលណាបងប្អូនអញ្ចឹងគំនិតវិជ្ជមានមិនមែនធ្វើឲ្យជីវិតល្អឥតខ្ចោះនោះទេប៉ុន្តែធ្វើឲ្យយើងមានកម្លាំងក្នុងការរស់នៅនិងមានក្តីសង្ឃឹមនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានអូខេអញ្ចឹងជាចុងក្រោយសុខភាពអាស្រ័យលើការហូបចុកហើយការហូបចុកគឺជាឱសថរបស់បងប្អូនសូមសំណាងល្អបាយបាយ